តជំរាបសួរសួស្តីបងប្អូនរៀនធ្វើម្ហូបនៅក្នុងគ្រួសារទាំងអស់គ្នាបាទថ្ងៃនេះយើងបានមុខម្ហូបមួយមុខស្ងោរជ្រក់ស្ពៃជាមួយនឹងជើងជ្រូកបាទស្ងោរជ្រក់ស្ពៃនិងជើងជ្រូកមុខម្ហូបមួយមុខនេះធ្លាប់តែហូបរបស់គេធ្វើអត់ដែលធ្វើខ្លួនឯងទេឥឡូវថ្ងៃហ្នឹងមកធ្វើរៀនធ្វើហូបដោយខ្លួនឯងអញ្ចឹងយើងមានគ្រឿងផ្សំវាច្រើនមិនច្រើនប្រហែលទេមានតែជើងជ្រូកជ្រក់ស្ពៃយើងហាន់វាហើយនឹងដាក់ខ្ទឹមល្ក្រូចដែងស្ងោរដាំទឹកឲ្យពុះហើយយើងដាក់គ្រឿងចូលទៅនេះគ្រឿងផ្សំគ្រឿងវាឲ្យឆ្ងាញ់ល្មមតារសជាតិឆ្ងាញ់ខ្លួនឯងហើយនេះកំពុងតែផ្សំនេះផ្សំមកឆ្ងាញ់ខ្លួនឯងហើយយើងបានយើងដាក់ជើងជ្រូកចូលបាទដាក់ជើងជ្រូកចូលរំងាស់វាដាក់ជើងជ្រូកចូលហើយបាទបងប្អូននេះដាក់រំងាស់វាឲ្យរឿងផុយហើយបានយើងដាក់ជ្រក់ស្ពៃចូលបាទបងប្អូននេះឥឡូវយើងកំពុងតែរំងាស់ជើងជ្រូកសិនងាស់វាឲ្យរឿងផុយហើយបានយើងដាក់ជ្រក់ស្ពៃយើងចូលទៅក្នុងនឹងទៅរំងាស់វាឲ្យចេញជាតិជូរប្រៃមកដាក់ហើយបាទដាក់ទឹកដាក់ជ្រក់ស្ពៃច្រឡំដាក់ទឹកដាក់ជ្រក់ស្ពៃចូលមុខម្ហូបនេះអត់បាយបាទបងប្អូនយើងដាក់ជ្រក់ស្ពៃដាក់អីចូលទៅងាស់ឲ្យរៀងឆ្អិនជ្រក់ស្ពៃហើយនឹងឲ្យផុយសាច់ជ្រូកមកយើងដាក់តាដើមខ្ទឹមចូលទៅឃើញថាឆ្អិនហើយបងប្អូនអញ្ចឹងមុខម្ហូបហ្នឹងមានតែប៉ុណ្្នឹងហើយបងប្អូនបាទបើបានឃើញវីដេអូនេះហើយបងប្អូនជួយ like ជួយ share ឲ្យផងបាទបងប្អូនហើយក៏សូមអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទតែថ្ងៃនេះអត់បានថតពេលញ៉ាំបាយឲ្យមើលទេបងប្អូនបាទដោយសាររវល់ចូលឡើងទៅភ្លេចដល់ម៉ោងហូបបាយធ្វើម្ហូបហើយដល់ម៉ោងបាយភ្លេចថតបាទអរគុណច្រើន